ចង់រៀនសរសេរកូដដើម្បីបដូរជំនាញឬចង់ពង្រឹងសមត្ថភាពបន្ថែមតែថ្ងៃឡើងរវល់ធ្វើការយប់ឡើងរវល់រៀននៅសាលារកពេលសម្រាប់គ្មានតើគួររៀបចំពេលវេលាបែបណាមកអនុវត្តតិចនិចទាំង3នេះទី1គឺច្បាប់មាស30នាទីឈប់គិតថាតើតែមានពេល3ទៅ4ម៉ោងទើបរៀនកូដកើតការពិតគ្រាន់តែបងប្អូនលាក់បង់ពេលលេង social media ត្រឹមតែ30នាទីទៅ1ម៉ោងជារៀងរាល់ថ្ងៃមកកូដគឺខួរក្បាលចាំបានល្អជាងការរៀនបុកដាច់យប់នៅចុងសប្តាហ៍ទៅទៀតទី2គឺ micro learning បំបែកគោលដៅធំៗឲ្យទៅជាចំណុចតូចបំផុតឧទាហរណ៍ថ្ងៃនេះរៀនតែពីរបៀបបង្កើតប៊ូតុងមួយស្អែករៀនពីរបៀបបដូរពណ៌អក្សរធ្វើបែបនេះយើងរៀនចប់ដោយមិនដឹងខ្លួននិងមិនសម្ពាធទី3គឺកំណត់ម៉ោងដាច់ខាតជ្រើសរើសចន្លោះពេលដែលខួរក្បាលស្ងប់ស្ងាត់ជាងគេអាចជាពេលព្រលឹមមុនទៅធ្វើការឬពេលយប់មុនចូលគេងធ្វើវាឲ្យទៅជាទម្លាប់អចិន្ត្រៃយ៍ដូចជាការដុសធ្មេញជារៀងរាល់ថ្ងៃអញ្ចឹងមកមានញឹកនឹងការងារខ្លាំងមែនទេមិនបាច់បារម្ភរឿងអត់ពេលរត់តាមថ្នាក់គេមិនទាន់ឡើយគ្រាន់តែចូលទៅកាន់ website Code Khmer Learning ឥឡូវនេះមេរៀនគ្រឹះជាភាសាខ្មែរត្រូវបានបំបែកជាវីដេអូខ្លីៗងាយយល់ចំចំណុចឲ្យបងប្អូនអាចចូលរៀនតាមពេលវេលាសេរីផ្ទាល់ខ្លួនបានគ្រប់ពេលវេលានិងឥតគិតថ្លៃរួចកុំភ្លេច join channel Telegram Code Khmer Learning ដើម្បីទទួលបានការដាស់តឿននិងចំណេះដឹង tech ល្អៗរាល់ថ្ងៃណា